ហើយបណ្ដាញសង្គមនៅលើដៃមើលអត់ចេះខ្មាស់គេខ្ញុំមិនសរសើរទេអត់ចេះខ្មាស់គេសោះទាំងដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាគេកំពុងអាការទុកឯកឧត្តមលោកជំទាវអ្នកអង្គការអស់លោកស្រីអ្នកដែលមានជំនឿដើររោគកន្លែងដែលមានជំនឿបែបបនបួងសួងតាមប្រពៃណីអ្នកវិទ្យាសាស្ត្រចេះវិទ្យាសាស្ត្របែបច្នៃប្រឌិតរៀបចំយុទ្ធសាស្ត្រច្បាំងតយុទ្ធជាមួយសត្រូវពេលហ្នឹងវាមានពេលវេលាណាមានពេលវេលាណាទៅវល់ដែលរកវិធីសាស្ត្រជោគជ័យរស់ស៊ីខុសផ្លូវការពីរឿងសង្គ្រាមអត់បានទេយើងទៅគិតស្ដារមុខមាត់ជាតិមាតុភូមិតាមរយៈការជួយគ្នាហ្នឹងចឹងបងប្អូនឲ្យខ្ញុំមានទូរស័ព្ទច្រើនដែលគាត់តាក់ទងមកសួរនាំឥឡូវនៅតាមដងផ្លូវនេះខ្ញុំនៅចំកន្លែងហើយបាទនៅចំកន្លែងអាចច្រកដែលយើងត្រូវចូលទៅស្រីស្នំហ្នឹងប៉ុន្តែឥឡូវនេះដោយសារមានភារកិច្ចទៅដល់បាត់ដំបងផងហើយដល់ភ្នំពេញយប់ហ្នឹងស្អែកឡើងខ្ញុំមានភារកិច្ចត្រូវប្រជុំផងបាទហើយទៅទទួលយកនៅជំនួយសប្បុរសធម៌ឡើងមកវិញខ្ញុំមិនអាចចោលបងកងទ័ពយើងមិនអាចចោលបងប្អូនភាសិតយើងបានទេគាត់តែអ្នកឆាតមកសុំមកសួរមកនាំហ្នឹងគឺរាប់មិនអស់ទេដោយគាត់បានឃើញកម្លាំងសប្បុរសធម៌របស់យើងជំនួយរបស់យើងដឹកទៅដល់ចឹងទៅគាត់ក៏ធម្មតាទេបងប្អូនហើយផ្ញើក្តីស្រឡាញ់ការនឹកលឹកខ្ញុំសប្បាយចិត្តនឹងបានពាក្យជូនពរពីពុកម៉ែបងប្អូនលោកតាលោកយាយតែប៉ុណ្ណឹងខ្ញុំស្ងប់សុខហើយមិនចាំក៏ទេផ្ញើជូនអាកូនតិចតួចពេកអត់មានលុយស្រួយស្ដារឲ្យចាក់សាំងអីនឹងផ្ញើអត់ហ៊ានអត់ទេកុំគិតអញ្ចឹង QR code ជំនាញបង្ហោះឲ្យនៅលើខាងលើហ្នឹងពុកម៉ែបងប្អូនដាក់តាកន្លែង detail ទៅថាបងប្អូនថាផ្ញើជូនទៅខាងណាកងទ័ពភាសិតអីចឹងយ៉ាងម៉េចមកដាក់ទៅក្នុងហ្នឹងទៅបាទខ្ញុំនឹងរៀបចំជូនដល់ព្រោះពេលវេលានេះដែលខ្ញុំត្រូវចោះជួយពួកគាត់ហ្នឹងជួយទី1គឺផ្ដោតទៅកន្លែងណាដែលខ្វះខាតមែនទែនជាពិសេសពុកម៉ែបងប្អូនប្រពន្ធកូនចៅរបស់បងកងទ័ពជួរមុខហ្នឹងទៅជួយដល់ពួកគាត់ឲ្យចំគោលដៅអ្វីដែលគាត់ត្រូវការហើយកន្លែងខ្វះខាតមែនទែនអត់មានទៅជួយកន្លែងណាដែលបោស្រេចហើយទៅថតយកមុខយកមាត់អីអត់ទេខ្ញុំមិនដែរគិតចឹងទេបាទព្រោះចេញបានន័យថាដល់ហើយដូចនៅម៉ែសួង2នាក់ណាឃើញតែ2នាក់ហ្នឹងទៅមិនហៅគ្នាជួយផងហើយមានបងប្រុសម្នាក់គាត់ឆាតមកសុំជួយដឹកអីវ៉ាន់ឲ្យបងណាបងអរគុណណាស់បាទហើយជើងក្រោយវគ្គក្រោយហើយទៅត្រូវការបងអូនដែរហើយបងមកហើយបាទតាមប្រជាពលរដ្ឋយើងសូមកុំឲ្យថតកន្លែងស្ពានហ្នឹងកន្លែងហ្នឹងវារកកន្លែងស្ពានដើម្បីកាត់ផ្ដាច់កុំឲ្យយើងឆ្លងកាត់បានទៅពីមុខចឹងបាទរកកន្លែងណាស្ពានត្រូវហើយដល់ប្រជាពលរដ្ឋ